បើបងប្អូនចូលចិត្តលេងហ្គេមបើកឡានដូចជា Euro Truck Simulator 2 ហ្គេម Forza ឬក៏ Assetto Corsa ជាដើមហើយកំពុងពិចារណាចង់ទិញចង្កូតឡានសម្រាប់លេងហ្គេមក្នុងតម្លៃធូរអាចមើលវីដេអូនេះបានថ្ងៃនេះខ្ញុំនឹងចែករំលែកបទពិសោធន៍ទាក់ទងទៅនឹងចង្កូត Moza R5 មុនពេលប្រើចង្កូត Moza ខ្ញុំគិតថាចង្កូតលេងហ្គេមវាគ្រាន់តែជារបស់លេងមួយដែលលេងបានមួយឆាវក៏ឈប់ប៉ុន្តែពេលប្រើវាលើកដំបូងខ្ញុំចាប់ផ្ដើមយល់មិនបានមនុស្សជាច្រើនជាពិសេសពួកបរទេសហ៊ានចំណាយលុយរាប់ពាន់ដុល្លារទៅលើ hobby មួយហ្នឹងនិយាយតាមត្រង់ទៅខ្ញុំមិនសូវបកកែលេងហ្គេមប៉ណ្ណឹងឡានអីទេតែខ្ញុំចូលចិត្តលេងហ្គេមបើកឡានបែបឈៀលដូចជា ETS2 ហើយពេលខ្លះក៏លេងហ្គេមប៉ណ្ណឹងឡានខ្លះដែរមិនអត់សោះទេតែពីដំបូងខ្ញុំលេងតែជាមួយ keyboard ក្រោយមកក៏លេងជាមួយដៃហ្គេមតែពេលមើល YouTube ឃើញគេលេងជាមួយចង្កូតឡានធំខ្ញុំគិតថាលយមែនតើឆ្ងល់ថាតើវាខុសគ្នាជាមួយដៃហ្គេមប៉ុណ្ណាទៅជើង base របស់ Moza R5 មានទំហំតូចវាធ្វើពីអាលុយមីញ៉ូមវាប្រើ motor មានសំឡេងស្ងាត់ជាងប្រភេទប្រើខ្សែពានពេលកាន់ដំបូងមានអារម្មណ៍ថា premium ហើយមាំមែនតើមើលទៅអត់ដូចជារបស់ក្មេងលេងទេចំណុចដែលខ្ញុំចូលចិត្តបន្ទាប់គឺ quick release វាស្រៀងនឹងឡានប៉ុណ្ណឹងមែនតើដែរតែគេអាចដោះដាក់ឬបដូរចង្កូតបានចង្កូតវិញមានទំហំ11អ៊ីងរាងអក្សរ D មានប៊ូតុង22គ្រាប់គ្រប់គ្រាន់សម្រាប់យក map function របស់ឡានដូចជា signal display បើភ្លើង fire ជាដើមចុងក្រោយគឺឈ្នាន់ gear ពេលយើងទិញ bundle កញ្ចក់ R5 ហ្នឹងយើងទទួលបានឈ្នាន់ gear និងរាំងជើងប៉ុន្តែបើយើងចង់បានអមយ៉ាយើងអាចទិញវាបន្ថែមបានឈ្នាន់ gear វាវាធ្វើពីដែកមើលទៅរឹងមាំការតម្លើងចង្កូតហ្នឹងក៏មានភាពងាយស្រួលដែរយើងអាចតម្លើងលើតុបើយើងមានកៅអីប៉ណ្ណឹងឡានយើងអាចសេរីដាក់តាមនឹងបានsoftware វាក៏ស្រួលសេរីដែរយើងអាចសេរីទៅតាមហ្គេមនីមួយៗដូចហ្គេមប៉ណ្ណឹងឡាន Formula Drift Rally ឬក៏ឡានកុងតឺន័រយើងអាចកែកម្លាំងម៉ូទ័ររង្វិលមុំចង្កូតឡានហើយគេបើកកុងតឺន័រខ្ញុំកែរង្វិលជុំចង្កូតទៅ1300ដឺក្រេហើយដូចឡានកុងតឺន័រកែប៊ូតុងឈ្នាន់ gear អាចបដូរ sensitivity graph បានតែខ្ញុំលេងជាមួយចង្កូតច្រើនជាងគេហ្នឹងគឺ ETS2 បើកនៅអឺរ៉ុបទៅឆ្ងាយបណ្ដាស្ដាប់ចម្រៀងឬក៏ podcast បណ្ដាឈៀលហ្មងបើលេងហ្គេមប៉ុណ្ណឹងឡានខ្ញុំចូលចិត្តលេង Assetto Corsa ពេលបើលឿនហើយត្រូវបត់ទៅកោងមានអារម្មណ៍ថាចង្កូតនោះវាតឹងខ្លាំងជាងមុនមែនតើផ្លូវអាលាក់មានអារម្មណ៍ feedbackហើយពេលបាត់ក្រេពេលវា oversteer ពេលខ្លះយើងក៏អាចដឹងថាឡានកំពុងបាត់ការគ្រប់គ្រងមុនភ្នែកយើងមើលឃើញទៅទៀតថារឿងទាំងអស់ហ្នឹងហើយយើងពិបាកទទួលពីដៃ game ឬក៏ keyboard មែនតើសំណួរសួរថាតើចង្កូតបាត់ចិត្តមួយហ្នឹងវាល្អឥតខ្ចោះអត់ទេទី1កម្លាំង 5.5 Newton ម៉ែត្រសម្រាប់ខ្ញុំគិតថាគ្រប់គ្រាន់ប៉ុន្តែសម្រាប់អ្នកដែលធ្លាប់លេង game ប៉ុណ្ណឹងឡានយូរហើយអាចគិតថាកម្លាំងវានៅស្រាលទី2ឈ្នាន់ប្រាំងវាមានអារម្មណ៍ថាធូរខ្លាំងបើយើងចង់ប៉ុណ្ណឹងឲ្យ consistent ជាងមុនយើងអាចទិញ load cell បន្ថែមបានធ្វើឲ្យយើងជាន់ទៅតឹងទី3គឺចង្កូតវាមានទំហំតូចសម្រាប់ប៉ុណ្ណឹងឡានខ្ញុំគិតថាគ្រប់គ្រាន់ប៉ុន្តែសម្រាប់លេងហ្គេមបាក់ឡានកុងតឺន័របើធំជាងនឹងបន្តិចទើបល្អតាមក្រោយតើគួរទិញ Moza R5 នេះឬក៏អត់ចម្លើយខ្ញុំគិតថាសម្រាប់បងប្អូនដែលទើបចាប់ផ្ដើមលេងប៉ុណ្ណឹងឡានដែលចង់ទិញចង្កូតឡានយកមកលេងអាចសាកជាមួយអាហ្នឹងបានដោយសារវាជាប្រភេទ direct drive វាមានសម្លេងស្ងាត់ហើយតម្លៃវាក៏មិនថ្លៃដែរដូច្នេះបើកំពុងស្វែងរកចង្កូតសម្រាប់លេងហ្គេមខ្ញុំគិតថា Moza R5 វាជាជម្រើសល្អមួយដែលមិនគួរមើលរំលងអរគុណសម្រាប់ការទស្សនាហើយបើមានសំណួរអ្វីអំពីចង្កូត Moza R5 អាច comment ទុកខាងក្រោមជួបគ្នានៅវីដេអូក្រោយ